ទ្វារផ្លាស្ទិកសមឬទ្វារអាលុយមីញ៉ូមឆេងវ៉ាការប្រយុទ្ធគ្នារវាងទ្វារផ្ដេកទាំងពីរប្រភេទគឺស្មើគ្នាតោះវិភាគជាមួយសេហ្គនដូលថាតើទ្វារប្រភេទណាដែលត្រូវជ្រើសរើសបើនិយាយពីតម្លៃវិញទ្វារទាំងពីរប្រភេទនេះមិនខុសគ្នាប៉ុន្មានទេនៅក្នុងលក្ខខណ្ឌនៃការអនុវត្តទ្វារទាំងពីរប្រភេទគឺធន់នឹងមេរោគនិងការពារទឹកដូច្នេះពួកវាអាចត្រូវបានប្រើដើម្បីធ្វើសម្ការកម្មទាំងទ្វារបន្ទប់និងទ្វារបន្ទប់ទឹកបើនិយាយពីសោភ័ណភាពវិញវាអាចត្រូវបានគេមើលឃើញយ៉ាងងាយថាទ្វារ Plastic Composite គឺល្អជាងផ្នែកសោភ័ណភាពនិងភាពឯកជនទ្វារ Plastic នៅ Segondol តែងតែមានការរចនាប្លែកនៅពេលផលិតការរចនានិងពណ៌ផ្សេងគ្នាជាច្រើនអាចត្រូវបានបង្កើតឡើងតាមបំណងប្រាថ្នារបស់អតិថិជនដូចជាបន្ទាត់លាក់ឬលើកឡើងនៅក្នុងលក្ខខណ្ឌនៃការសាងសង់និងការដំឡើងទ្វារឈើ Plastic សមាសធាតុអាចត្រូវបានសាងសង់និងដំឡើងយ៉ាងឆាប់រហ័សប្រសិនបើអ្នកនៅតែយល់ច្រឡំហើយមិនដឹងថាប្រភេទទ្វារណាដែលស័ក្តិសមសម្រាប់គ្រួសារអ្នកសូមទុកព័ត៌មានរបស់អ្នកនៅក្នុងផ្នែក comment ខាងក្រោមដើម្បី Segondol អាចណែនាំអ្នកដោយផ្ទាល់